ទាំងអស់គ្នាសាកសម័យមកមើលបើសិនជាពិភពលោកយើងអត់មានធនាគារអត់មានឈ្មួញកណ្ដាលហើយនៅពេលដែលយើងផ្ទេរប្រាក់ពីម្នាក់ទៅម្នាក់អត់មានត្រូវការរងចាំរយៈពេល3ថ្ងៃទេហើយដែលសំខាន់បំផុតហ្នឹងគឺអត់មានថ្លៃសេវាផ្សេងអ្វីដែលអ្នកទាំងអស់គ្នាត្រូវការនោះគឺលុយហើយនិងប្រព័ន្ធអ៊ីនធឺណិតបើស្ដាប់មើលទៅដូចគេបោកប្រាស់ឬក៏ជាអ្វីដែលអ្នកទាំងអស់គ្នាគិតថាគួរតែជាអនាគតរបស់វិស័យហិរញ្ញវត្ថុរបស់យើងអញ្ចឹងខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Decentralized Finance តែខ្មែរយើងហៅថាហិរញ្ញវត្ថុវិមជ្ឈការចាសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាមួយសារទៀតហើយយើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីផ្នែកមួយទៀតនៃវិស័យ Crypto ដែលខ្ញុំគិតថាវាជាបដិវត្តន៍មួយនៅក្នុងវិស័យហិរញ្ញវត្ថុនោះគឺ Decentralized Finance ឬក៏ខ្មែរយើងហៅថាហិរញ្ញវត្ថុវិមជ្ឈការតែមុននឹងខ្ញុំចូលដល់ប្រធានបទរបស់យើងថ្ងៃនេះខ្ញុំសូមបញ្ជាក់បន្តិចដែរគោលបំណងក្នុងការធ្វើវីដេអូមួយនេះគឺក្នុងការចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ក៏ដូចជាការកម្សាន្តខ្ញុំមិនមែនជាអ្នកជំនាញឬក៏ជាអ្នកផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុហើយក៏អត់មានបំណងអូសទាញអ្នកទាំងអស់គ្នាឲ្យវិនិយោគនៅក្នុងវិស័យ Crypto ណាឡើយមួយវិញទៀតតែនៅក្នុងវីដេអូនេះខ្ញុំនឹងប្រើពាក្យគន្លឹះមួយចំនួនជាភាសាអង់គ្លេសដើម្បីជៀសវាងខុសន័យរបស់ពាក្យដើមតោះយើងមកមើលថាតើ DeFi គឺជាអ្វី DeFi គឺជាពាក្យកាត់របស់ពាក្យពេញ Decentralized Finance ហើយបកប្រែជាភាសាខ្មែរហិរញ្ញវត្ថុវិមជ្ឈការពាក្យនេះមានន័យថាសេវាកម្មហិរញ្ញវត្ថុដូចជាការខ្ចីការឲ្យខ្ចីនិងការជួញដូរដែលដំណើរការនៅលើបច្ចេកវិទ្យា Blockchain ជំនួសឲ្យធនាគារបើសិនជាយើងពិនិត្យទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់យើងសប្តាហ៍ថ្ងៃឧទាហរណ៍ថាអ្នកទាំងអស់គ្នាត្រូវខ្ចីលុយអ្នកទាំងអស់គ្នាតម្រូវឲ្យទៅធនាគារបំពេញបែបបទឯកសារមួយចំនួនបន្ទាប់មកខាងធនាគារក៏នឹងពិនិត្យទៅលើបន្ទុកអនុទានរបស់អ្នកទាំងអស់គ្នាមុននឹងសម្រេចចិត្តថាយល់ព្រមឲ្យអ្នកទាំងអស់គ្នាខ្ចីឬក៏អត់នោះគឺអាចប្រើរយៈពេលច្រើនថ្ងៃទៅច្រើនសប្តាហ៍ចំណែកឯនៅក្នុង Decentralized Finance វិញអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅក្នុងប្រព័ន្ធអនឡាញភ្ជាប់ជាមួយនឹង Crypto Wallet របស់អ្នកទាំងអស់គ្នាដែលមានទ្រព្យសកម្មមួយចំនួនអាចថាជា Bitcoin ឬក៏ Ethereum ឬក៏ Solana ហើយភ្លាមនោះអ្នកទាំងអស់គ្នានឹងទទួលបានកម្ចីក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះដោយគ្មានការគ្រប់គ្រងពីធនាគារគ្មានការត្រួតពិនិត្យពីបន្ទុកអនុទានហើយក៏គ្មានឈ្មួញកណ្ដាលណាដែរអ្វីដែលអ្នកទាំងអស់គ្នាត្រូវការនោះគឺកូដរបស់កម្មវិធីអញ្ចឹងប្រព័ន្ធ DeFi គឺដំណើរការដោយ Smart Contract ដែលខ្មែរយើងហៅថាកិច្ចសន្យាវៃឆ្លាតហើយវាជាកម្មវិធីដែលធ្វើប្រតិបត្តិការដោយខ្លួនឯងហើយកម្មវិធីនេះបង្កើតឡើងនៅលើបច្ចេកវិទ្យា Blockchain ដូចជា Ethereum ឬក៏ Layer 1 ផ្សេងអញ្ចឹងនៅពេលដែលគេបង្កើតវាហើយគេបានកំណត់គោលការណ៍មួយចំនួននៅលើនឹងហើយអត់មានអ្នកណាម្នាក់អាចកែប្រែវាបាននោះទេឥឡូវយើងមកមើលថាតើយើងអាចធ្វើអ្វីបានខ្លះជាមួយនឹងប្រព័ន្ធ DeFi សម្រាប់ចំណុចទី1ដូចដែលខ្ញុំបាននិយាយពីខាងដើមអញ្ចឹងវាអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាខ្ចីឬក៏ឲ្យខ្ចីប៉ុន្តែតម្រូវឲ្យអ្នកទាំងអស់គ្នាមានទ្រព្យធានាដូចជាកាក់ Crypto ចំណុចទី2តកតងទៅនឹង Yield Farming and Staking តែខ្មែរយើងហៅថាការបង្កើនទិន្នផលវាដូចទៅនឹង Passive Income អញ្ចឹងបើប្រៀបធៀបវាជាមួយទៅនឹងប្រព័ន្ធធនាគាររបស់យើងគឺដូចយើងដាក់លុយសន្សំយកការប្រាក់ក្នុងរយៈពេលកំណត់អញ្ចឹងនៅក្នុង DeFi ក៏អញ្ចឹងដែរនៅពេលដែលអ្នកដាក់កាក់ Crypto Locking អញ្ចឹងអ្នកនឹងទទួលបាន Reward ជាកាក់បន្ថែមដែលអត្រាវាមានកម្រិតខ្ពស់សម្រាប់ចំណុចទី3នោះគឺ Decentralized Exchange ដែលហៅថាសារជួញដូរវិមជ្ឈការអញ្ចឹងនៅក្នុង Decentralized Exchange នេះគឺអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាអាចដោះដូរកាក់ពីមួយទៅមួយបានដោយមិនត្រូវការធនាគារកណ្ដាលឡើយមានន័យថាយើងអាចដោះដូរកាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់បានចំណុចទី4នោះគឺកាក់ស្ថិរភាព Stable Coin អញ្ចឹងសម្រាប់ Stable Coin ទាំងអស់គឺវាមានតម្លៃស្មើទៅនឹង US Dollar មួយ Stable Coin ស្មើនឹង1 US Dollar អញ្ចឹងនៅក្នុង DeFiអ្នកទាំងអស់គ្នាអាចចាយ stable coin ហ្នឹងគឺដូចជាចាយលុយដុល្លារអញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាអត់ចាំបាច់មានធនាគារកណ្ដាលគ្រប់គ្រងពីលើទេសម្រាប់ចំណុចបន្ទាប់ខ្ញុំនឹងនិយាយពីចំណុចល្អរបស់ DeFi ដែលធ្វើឲ្យប្រព័ន្ធ DeFi នេះមានសក្តានុពលជាងប្រព័ន្ធហិរញ្ញវត្ថុរបស់យើងសប្តាហ៍ថ្ងៃចំណុចទី1នោះគឺ Global Access អញ្ចឹងមានន័យថាមិនថាអ្នកនៅទីណាក្នុងពិភពលោកទេឲ្យតែអ្នកមានអ៊ីនធឺណិតប្រើប្រាស់នោះអ្នកអាចប្រើប្រាស់ប្រព័ន្ធ DeFi បានចំណុចទី2នោះគឺមិនត្រូវការសុំការអនុញ្ញាតពីអ្នកណាឡើយចំណុចទី3នោះគឺតម្លាភាព transparency មានន័យថាអ្នកអាចមើលឃើញរាល់ប្រតិបត្តិការទាំងអស់នៅលើ blockchain គ្មានកិច្ចព្រមព្រៀងណាលាក់បាំងទេអ្វីទាំងអស់គឺជាសាធារណៈចំណុចទី4នោះគឺល្បឿនអញ្ចឹងប្រព័ន្ធ DeFi គឺមានល្បឿនលឿនហើយមួយវិញទៀតប្រព័ន្ធនេះគឺធ្វើការដោយខ្លួនឯង24ម៉ោងក្នុងរយៈពេល7ថ្ងៃអញ្ចឹងអត់មានពេលសម្រាកទេ
បើសិនជានៅធនាគារគាត់មានពេលសម្រាប់របស់គាត់អញ្ចឹងទើបធ្វើឲ្យប្រព័ន្ធនេះលឿនខ្ញុំជឿថាបើសិនជាអ្នកទាំងអស់គ្នាស្ដាប់មកដល់ចំណុចនេះប្រកាសជាឆ្ងល់ក្នុងចិត្តថាបើសិនជាវាល្អអញ្ចឹងហេតុអីក៏មនុស្សគ្រប់គ្នាមិននាំគ្នាផ្លាស់ប្ដូរទៅប្រើប្រាស់ប្រព័ន្ធ DeFi ចាអញ្ចឹងដូចតែខ្ញុំបាននិយាយពីដើមមកអញ្ចឹងគឺក្នុងការប្រើប្រាស់ប្រព័ន្ធ DeFi គឺមានចំណុចល្អជាច្រើនប៉ុន្តែមិនមែនមានន័យថាវាអត់មានហានិភ័យទេអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំនឹងលើកពីហានិភ័យផ្សេងៗដែលអ្នកទាំងអស់គ្នាអាចជួបប្រទះនៅពេលដែលប្រើប្រាស់ប្រព័ន្ធ DeFi អញ្ចឹងហានិភ័យទី1នោះគឺ Smart Contract Bugs ដែលយើងហៅថាកំហុសឆ្គងក្នុងកិច្ចសន្យាឆ្លាតវៃដោយដែលខ្ញុំបាននិយាយពីដើមអញ្ចឹងកូដកម្មវិធីទាំងអស់នៅក្នុង Smart Contract គឺអត់អាចកែប្រែឬក៏ផ្លាស់ប្ដូរឬក៏លុបបានទេចឹងបើគាត់មានកំហុសឆ្គងអីនៅពេលដែលគាត់ធ្វើហ្នឹងលុយឬក៏កាក់របស់អ្នកទាំងអស់គ្នាគឺនឹងអាចបាត់បង់ភ្លាមហើយអត់អាចមាននរណាគេម្នាក់អាចជួយសង្គ្រោះមកវិញបាននោះទេសម្រាប់ហានិភ័យទី2នោះគឺការបោកប្រាស់បើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានស្ដាប់ពីប្រភេទបោកប្រាស់ទេអាចចូលទៅមើលវីដេអូរបស់ខ្ញុំដែលនិយាយពីប្រភេទបោកប្រាស់ផ្សេងៗនៅក្នុងវិស័យ crypto សម្រាប់ហានិភ័យទី3នេះគឺអស្ថិរភាពដែលអង់គ្លេសគេហៅថា volatility អញ្ចឹងសម្រាប់ចំណុចនេះខ្ញុំបាននិយាយពីវីដេអូពីមុនច្រើនដែរមានន័យថាគ្រប់កាក់ទាំងអស់នៅក្នុងវិស័យ crypto គឺមានការប្រែប្រួលតម្លៃឡើងចុះខ្លាំងក្នុងរយៈពេលខ្លីអញ្ចឹងមានន័យថាឧទាហរណ៍ថាអ្នកទាំងអស់គ្នាខ្ចីលុយនៅក្នុង DeFi ហើយយកកាក់ A មកធ្វើជាទ្រព្យធានាប៉ុន្តែបើសិនជាកាក់ A នេះគាត់មានការធ្លាក់ថ្លៃជាខ្លាំងនោះនឹងធ្វើឲ្យប្រព័ន្ធ DeFi អាច liquidate ការខ្ចីរបស់អ្នកទាំងអស់គ្នាហានិភ័យទី4នោះគឺភាពមិនច្បាស់លាស់នៃបទបញ្ញត្តិផ្សេងៗអញ្ចឹងដូចដែលខ្ញុំបាននិយាយពីដើមក៏ដូចជាក្នុងវីដេអូពីមុនមកដែរដោយសារតែវិស័យ crypto នេះវាថ្មីហើយមួយវិញទៀតគឺរដ្ឋាភិបាលក៏អាចគ្រប់គ្រងប្រព័ន្ធនេះបានទេអញ្ចឹងធ្វើឲ្យបទបញ្ញត្តិផ្សេងៗក្នុងការប្រើប្រាស់ប្រព័ន្ធ DeFi នេះគឺមិនទាន់ត្រូវបានបង្កើតឡើងអញ្ចឹងខ្ញុំបានធ្វើការបកស្រាយជាច្រើនទាក់ទងនឹងចំណុចល្អរបស់ DeFi ក៏ដូចជាហានិភ័យផ្សេងៗរបស់ប្រព័ន្ធ DeFi ដែរអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាផ្ទាល់តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះប្រព័ន្ធ DeFi មួយនេះមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមជាមួយនឹង DeFi អ្នកទាំងអស់គ្នាអាចធ្វើការសិក្សារៀនសូត្រឲ្យបានច្រើនពីប្រព័ន្ធមួយនេះព្រោះខ្ញុំបាននិយាយដូចខាងដើមអញ្ចឹងវាមានចំណុចល្អហើយក៏វាមានហានិភ័យដែរអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាអាចធ្វើការសម្រេចចិត្តតែខ្លួនឯងបានថាគួរតែចាប់ផ្ដើមជាមួយ DeFi ឬក៏អត់ហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាសម្រេចចិត្តថាចាប់ផ្ដើមអាចចាប់ផ្ដើមសន្សឹមសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរៀនសូត្របានខ្លះពីវីដេអូមួយនេះបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអាចជួយ like ជួយ subscribe ដើម្បីទទួលបានវីដេអូប្រភេទនេះបន្តទៅទៀតអរគុណជួបគ្នានៅវីដេអូបន្ទាប់